សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូបន្ទាប់ដែលយើងអំពីរបៀប run កូដអញ្ចឹងដើម្បី run គឺយើងត្រូវចុចទៅលើពាក្យថា run and debug ហើយយកពាក្យថា run and debug បន្ទាប់មកវានឹងបង្ហាញលទ្ធផលជូនយើងអូខេនេះគឺជាលទ្ធផលហើយនេះគឺជាកូដដែលយើងបានសរសេរកាលពីលើកមុនអញ្ចឹងនេះគឺជាការណែនាំជារបៀបទ្រឹស្ដីអញ្ចឹងទី1គឺយើងចុចនៅកន្លែងសញ្ញាដូចជាប៊ូតុង play ហ្នឹងបន្ទាប់មកវានឹងនាំយើងមកកាន់ផ្ទាំងមួយដែលពាក្យថា run and debug បន្ទាប់មកយើងចុចទៅចុចលើពាក្យមួយហ្នឹងហើយយើងជ្រើសរើសយកជ្រោមមកបន្ទាប់មកវានឹងបង្ហាញលទ្ធផលបែបនេះអូខេអញ្ចឹងយើងទៅអនុវត្តទាំងអស់គ្នាអញ្ចឹងទី1អ្នកគ្នាពីមុនគឺអ្នកគ្នាបានបង្កើត folder នៅកន្លែងណាហើយបានបង្កើត file HTML ហ្នឹងអ្នកគ្នាធ្វើការចុចបើកទៅលើ folder ដែលយើងបានរក្សាទុកហ្នឹងបន្ទាប់មកនេះគឺជា file HTML ដែលខ្ញុំបានសរសេរកូដចូលលើកមុនហ្នឹងអូខេយើងយក right click មកហើយយើង open with បន្ទាប់មកបើកជាមួយនឹងកម្មវិធីសរសេរកូដរបស់យើងមកអូខេអញ្ចឹងដើម្បី run ទី1គឺយើងចុចមើលខាងឆ្វេងណែនេះ run and debug បន្ទាប់មកលុតផ្ទាំងខៀវនេះចុច run and debug ទៀតបន្ទាប់មកយើងយក web app Chrome នេះមកអូខេចឹងនេះគឺជាលទ្ធផលដែលយើងបានសរសេរកាលពីលើកមុនមានពី h1 ដល់ h3 ហើយ h1 គឺវាមានទំហំធំ h2 មានទំហំតូចល្មមហើយនិង h3 គឺតូចជាងគេអញ្ចឹងវាមានតាមលំដាប់លំដោយដែរពីតូចទៅធំអញ្ចឹងបើសិនជាយើងចង់កែប្រែអីនៅក្នុងកូដរបស់យើងដូចគ្នាយើងកែមកឥឡូវខ្ញុំលុប hello ចូលខ្ញុំដាក់ថា my name is Mao ទេអូខេហើយយើងធ្វើការ save សិនហើយយើងបើកទៅលើជ្រោមរបស់យើងដែលយើងបាន run ឃើញថាវាមិនទាន់មានអីកែប្រែទេដោយសារតែយើងអត់ទាន់បាន refresh អញ្ចឹងយើងធ្វើការ refresh ទៅវានឹងធ្វើការកែប្រែនៅពាក្យពេចន៍ដែលយើងបានកែប្រែទៅតាមហ្នឹងអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេក្នុងវីដេអូនេះគឺខ្ញុំប្រាប់តែអំពីរបៀប run តែប៉ុណ្ណោះមិនបានសរសេរកូដអីទេដោយសារតែពីវីដេអូមុនគឺយើងបានសរសេរកូដខ្លះៗរួចហើយតែអត់ទាន់បានប្រាប់ពីរបៀប run អញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនិយាយពីរបៀប run កូដបាទអរគុណជម្រាបលា